យ៉ានតើខ្ញុំអាចសួរបានទេថាវត្ថុនេះជាអ្វីថ្នាំនេះមិនទាន់មានឈ្មោះនៅឡើយទេហើយអ្វីបានជាអ្នកមិនណែនាំឈ្មោះមួយសម្លាញ់របស់ខ្ញុំថ្នាំនេះគឺជាក្តីសង្ឃឹមសម្រាប់ព្យាបាលជំងឺរាតត្បាតបន្ទាប់មកអនុញ្ញាតឲ្យគាត់ធ្វើវានោះហើយជាពាក្យយូជាមៀវហេតុអ្វីអ្នកពិតជាមនុស្សពូកែមែនឈ្មោះរបស់ព្រះចៅអធិរាជឈ្មោះវីរភាពរបស់អធិរាជនីតើអ្នកបានធ្វើអ្វីជាមួយរាងកាយរបស់អ្នកតើដៃគូនោះមិនមែនជាគំនូទេគំនូលើមុខរបស់អ្នកមានអ្វីនៅលើមុខខ្ញុំបដានៅកន្លែងកើតហេតុត្រូវតែមានហេតុផលមួយដែលនាងជាមិត្តស្រីរបស់គាត់បើមិនដូច្នោះទេពួកគេនឹងមិនជឿគាត់ទេដូច្នេះខ្ញុំបានបង្កើតស្ថានភាពឈ្នះឈ្នះតូចមួយអ្វីអ្នកបានធ្វើឲ្យរាងកាយនាយក្រុងរបួសដោយពិចារណាលើការចូលរួមចំណែករបស់អ្នកចំពោះ Samuel ខ្ញុំមិនបន្ទោសអ្នកទេអ្នកចង់នៅក្នុងបន្ទប់គេងខ្ញុំមិនមានឋានៈអាចនិយាយបានទេគ្រូពេទ្យអធិរាជដូចពេលនេះដែរអ្នកអាចចាក់វាដោយចូលទៅសាច់ដុំដើម្បីជៀសវាងវាដោះស្រាយបញ្ហាជំងឺចម្លែកនៅក្នុងវាំងយ៉ាងឆាប់រហ័សយើងនៅតែត្រូវដោះស្រាយជាមួយជំងឺចម្លែកនៅក្នុងវាំងបន្ទាប់មកខ្ញុំនឹងប្រាប់អ្នកពួកគេមិនបានឃើញខ្ញុំដែលជីមហេសេអាកុំហេសេនៅក្នុងភ្នែករបស់ពួកគេផងត្រឡប់មកវិញព្រះករុណាជាម្ចាស់ជីវិតលើត្បូងខ្ញុំសូមស្នើសុំរឿងនេះពីព្រះនាងដ៏ថ្លៃថ្នូរហេតុអ្វីបានជាយើងមិនបានឃើញព្រះមហេសីអធិរាជនីពេលថ្មីនេះតើអ្នកអាចផ្ញើអាហារពេលព្រឹកម្ដងទៀតបានទេខ្ញុំមិនដឹងទេខ្ញុំគិតថាវាជាព្រះមហេសីអធិរាជដែលបានផ្ញើអាហារពេលព្រឹកកាលពីលើកមុនតើវាទាំងអស់សុទ្ធតែជាគម្រោងប្រឆាំងនឹងខ្ញុំមែនទេតើភរិយារបស់លោកឈីបានពាក្យទាំងនោះមកពីណាព្រះបរមរាជវាំងទើបតែបានជាសះស្បើយពីការផ្ទុះឡើងនៃទម្លាប់នៃការញ៉ាំរបស់សង្ឃនៅតែមិនផ្លាស់ប្ដូរដំបូងឡើយខ្ញុំមានបំណងចង់ចូលគាល់ព្រះមហាក្សត្រព្រះករុណាហាក់ដូចជានៅឆ្ងាយពីព្រះបរមរាជវាំងបន្ទាប់មកខ្ញុំបាននិយាយថាព្រះករុណាមិនគង់នៅក្នុងព្រះរាជវាំងទេសន្មតថានាងបានអំដំណើរអ្នកនាងយ៉ាងចេញពីព្រះបរមរាជវាំងប្អូនស្រីរបស់មហេសីយានពិតជាគួរឲ្យគោរពមែនសេចក្តីសប្បុរសមានរយៈពេលត្រឹមតែ1ខែនោះនឹងអនុញ្ញាតឲ្យព្រះករុណាលះបង់ពេលថ្ងៃត្រង់ដើម្បីអំដំណើរព្រះអង្គស្រមុកវាគំរណាស់ដែលឃើញសំបីតែព្រះមហេសីអធិរាជច្រណែនខ្ញុំព្រួយបារម្ភចំពោះព្រះមហាក្សត្រខាងក្រៅព្រះបរមរាជវាំងមិនដូចខាងក្នុងព្រះបរមរាជវាំងទេដូចអ្នកនៅក្នុងព្រះបរមរាជវាំងទេវាមានសុវត្ថិភាពជាងនៅខាងក្នុងស្បូនភរិយាយ៉ានមានចេតនាខ្លាំងពេកមហេសីអធិរាជព្រះករុណាខ្ញុំនៅតែមានថ្នាំនៅក្នុងព្រះរាជវាំងដូច្នេះខ្ញុំត្រូវតែលាលែងពីតំណែងឥឡូវនេះតែស្ដើងភរិយាយ៉ានអាកាសធាតុស្រស់ស្អាតណាស់អ្នកនឹងមិនដែលឃើញវាម្ដងទៀតទេមែនហើយនោះគឺជាគាត់ឈ្មោះហ៊ុងឈីគាត់ពិតជាមនុស្សល្អម្នាក់កាលខ្ញុំត្រូវបានមនុស្សអាក្រក់កំណត់គោលដៅការពីរងបានសង្គ្រោះខ្ញុំពួកគេក៏បានសន្យាថានឹងជួយខ្ញុំស្វែងរកព្រះសង្ឃជីកយករ៉ែមែនទេដូច្នេះហើយដែលមានឆន្ទៈក្នុងការជួយអ្នកដទៃខ្ញុំខ្លាចថាវាមានច្រើនជាងអ្វីដែលភ្នែកអាចមើលឃើញបើអ្នកមិនអាចនិយាយបានត្រឹមត្រូវទេចូលត្រឡប់ទៅផ្ទះវិញហើយស្នាក់នៅទីនោះតើអ្នកកំពុងធ្វើអ្វីនៅទីនេះប្រវត្តិបច្ចុប្បន្នរបស់អ្នកគឺជាការពន្យល់តែមួយត្រឡប់ We Watchen មានច្រើនណាស់មែនទេបងប្រុសទី7ញ៉ាំអ្នកពិតជាមិនសមរម្យណាស់អរគុណច្រើនបងប្រុសទី7ចិត្តតូចចង្អៀតខ្ញុំក៏ចូលចិត្តញ៉ាំត្រីដែរបងប្រុសទី7មានចិត្តល្អណាស់ខ្ញុំចូលចិត្តជួយមនុស្សយកឆ្អឹងត្រីចេញហេតុអ្វីអ្នកមិនជួយខ្ញុំជ្រើសរើសមួយដែរ